កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះទង្វើរំលោភបំពានរបស់ភាគីសៀមដែលធ្វើការដាំទង់ជាតិថែមទៀតក៏ដូចជាធ្វើការសាងសង់ពុទ្ធរូបនៅលើទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាបាទបងប្អូនកាលពីយប់ថ្ងៃទី30យើងបានឃើញសេចក្តីប្រកាសព័ត៌មាននេះចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់យើងតវ៉ាប្រឆាំងទៅនឹងទង្វើថ្មីទៀតដែលប្រព្រឹត្តឡើងដោយយោធាសៀមបងប្អូនអញ្ចឹងខ្ញុំសូមអានអត្ថន័យដើមទាំងស្រុងនៃសេចក្តីប្រកាសនេះជូនពុកម៉ែបងប្អូនស្ដាប់តែម្ដងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការប្រឆាំងទៅនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី27ខែធ្នូឆ្នាំ2025ការតវ៉ាថ្មីនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន36អង្គនៅទីតាំងមួយចំនួនស្ថិតក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន2នៅខេត្តព្រះវិហារបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងយោធាថៃបានបន្តពង្រឹងការគ្រប់គ្រងនិងការកាន់កាប់ដោយខុសច្បាប់លើទឹកដីរបស់កម្ពុជាតាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានាដូចជាផ្លូវព្រះពុទ្ធបដិមាធំការដំឡើងនិងការពង្រឹងរបាំងផ្លូវដោយប្រើទូកុងតឺន័រនិងបន្លាលួសការសាងសង់បង្គោលទង់ជាតិនៅទីតាំងមួយចំនួនព្រមទាំងការរៀបចំសកម្មភាពវប្បធម៌និងទេសចរផ្សេងសកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេវាគឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសនៅក្នុងចំណុចទី2និងចំណុចទី3ចំណុចទី2បានចែងថាភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀតឯចំណុចទី3បានចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មាធិការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានយ៉ាងឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់ដែលរងផលប៉ះពាល់និងមានជនស៊ីវិលរស់នៅរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាតឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេហើយសកម្មភាពដូចបានរៀបរាប់ខាងលើនឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ប្រជាណាចក្រកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃគោរពតាមការបដិញ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ដើម្បីស្ដារឡើងវិញនូវជំនឿនិងទំនុកចិត្តរវាងគ្នាទៅវិញទៅមកព្រមទាំងលើកកម្ពស់សន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរួមរវាងប្រទេសទាំងពីរស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍
TAC ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី29ខែឧសភាឆ្នាំ2026បាទបងប្អូនចឹងនេះគឺជាអត្ថន័យដើមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានចេញផ្សាយពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់យើងនៅថ្ងៃទី29កាលពីពេលម្សិលមិញថ្ងៃកន្លងទៅនេះសូមបងប្អូនជួយចែករំលែកព័ត៌មាននេះឲ្យបានច្រើនទាំងអស់គ្នាសូមអរគុណច្រើន